បងស្រីច្បងខ្ញុំដឹងថាអ្នកមិនចង់ឲ្យវេនចៅរៀបការជាមួយខ្ញុំទេប៉ុន្តែខ្ញុំនឹងមិននៅទីនេះលើសពី 2-3 ថ្ងៃទេអ្នកបានសន្យាជាមួយខ្ញុំរួចហើយមែនទេហេតុអ្វីបានជាអ្នកនៅតែប្រព្រឹត្តចំពោះខ្ញុំបែបនេះគេអ្នកជាមែនហើយប៉ាអង្គរៈក្នុងសំណុំរឿងចាប់ជំរិតចុងក្រោយសុទ្ធតែបាននិយាយអញ្ចឹងវាជាអ្វីមួយដែលគាត់បានដឹកនាំនិងធ្វើសកម្មភាពនៅក្នុងខ្លួនគាត់តើមានអ្វីកើតឡើងចំពោះគាត់ដូច្នេះវីដេអូនេះទំនងជាคล้ายណាស់វ៉ាន់មិនមែនជាមនុស្សបែបនោះទេប៉ុន្តែម៉ាក់របស់ខ្ញុំតើខ្ញុំអាចធ្វើបាបប្អូនស្រីរបស់ខ្ញុំដោយរបៀបណាអ្នកសរសេរវីដេអូណាយើងមិនខ្វាក់ភ្នែកទេអាយមិនដែលធ្វើបែបនេះទេប្រទេសចិននៅដើមដំបូងនៃខ្លួនពួកគេទាំងអស់សុទ្ធតែជាមិត្តភក្តិតែម្នាក់គត់របស់សៀវ៉ាន់បងប្រុសសិនជើតើបច្ចេកវិទ្យាបច្ចុប្បន្នជាអ្វីវីដេអូคล้ายមិនអាចបង្កើតបានទេអ្នកមិនអាចនិយាយថាវាជាខ្ញុំដោយសារតែអ្នកខ្វល់ពីប្អូនស្រីរបស់អ្នកនោះទេសៀវ៉ាន់អ្នកត្រូវបានសង្ស័យថាចាប់ជំរិតដុតផ្ទះបង្កបួសស្នាមដោយចេតនានិងបទចោទប្រកាន់ផ្សេងទៀតឥឡូវនេះយើងនឹងចាប់ខ្លួនអ្នកតាមច្បាប់អ្នកគឺជាអ្នកដែលបានប្រព្រឹត្តការចាប់ជំរិតនេះតើមានអ្វីកើតឡើងពិតប្រាកដតើយើងអាចក្លាយជាឃាតករដោយរបៀបណាករណីចាប់ពង្រត់ឆែវីលនិងឆែវ៉ាន់បន្ទាប់ពីការស៊ើបអង្កេតយ៉ាងទូលំទូលាយនិងការប្រមូលភស្តុតាងរបស់យើងជនល្មើសពិតប្រាកដត្រូវបានរកឃើញហើយលោកបានទទួលស្គាល់ដោយបើកចំហថាការចាប់ជំរិតនេះមានជាប់ទាក់ទងនឹងលោកឆែវ៉ាន់អ្នកទទួលខុសត្រូវចំពោះករណីចាប់ជំរិតរបស់ឆែវ៉ាន់អ្នកពិតជាខុសខើណាស់ប៉ានិងបងប្រុសច្បងខ្ញុំពិតជាមិនមែនជាខ្ញុំទេវាពិតជាមិនមែនជាខ្ញុំទេពួកគេបានធ្វើខុសហើយបន្ទាប់មកពួកគេបានធ្វើខុសលើខ្ញុំយើងនឹងមិនធ្វើខុសចំពោះអ្នកណាឡើយទាំងនេះគឺជាភស្តុតាងដែលបង្ហាញថាការចាប់ជំរិតរបស់អ្នកបានបង្កឲ្យមានការភ្ញាក់ផ្អើលបែបនេះវាពិតជាអ្នកមែនខ្ញុំមិនត្រូវការឲ្យអ្នកប្រាប់ខ្ញុំថាវាជាទង្វើដែលដឹកនាំដោយខ្លួនឯងនិងប្រព្រឹត្តដោយឯកឯងនោះទេអ្នកបានធ្វើឲ្យយើងយល់ច្រឡំអំពីកូនស្រីរបស់យើងអ្នកពិតជាខុសខើណាស់អ្នកមិនសមនឹងពាក់ខ្សែដៃនេះទេមិនចង់បងប្រុសមកពីវេនជើអ្នកបាននិយាយថាអ្នកនឹងរៀបការជាមួយខ្ញុំនោះក៏ព្រោះតែអ្នកបានកុហកខ្ញុំសូមប្រកាសថាពិធីមង្គលការបានបញ្ចប់ហើយសូមនាំគាត់ទៅឲ្យបានឆាប់សូមឲ្យគាត់រងទុក្ខហើយអត់ទោសបាបរបស់គាត់នៅក្នុងពន្ធនាគារថ្ងៃកំណើតដំបូងរបស់ខ្ញុំសូមជាខ្ញុំចោះយល់ព្រមទេតើអ្នកអាចពន្យល់រឿងនេះដល់ខ្ញុំបានទេម៉ាក់មិនបោះបង់ចោលកូនទេមែនទេខ្ញុំត្រូវបានគេធ្វើបាបអ្នកធ្វើបាបកូនស្រីជាទីស្រឡាញ់របស់ខ្ញុំអ្នកសមនឹងស្លាប់ខ្ញុំមិនមែនជាឪពុកម្ដាយរបស់អ្នកទេខ្ញុំមិនមានកូនស្រីដូចអ្នកទេតោះទៅបងប្រុសឲ្យសូមជួយសង្គ្រោះខ្ញុំផងខ្ញុំមិនអាចឲ្យពួកគេយកខ្ញុំទៅណាបានទេខ្ញុំមានជំងឺដែលមិនអាចព្យាបាលបានខ្ញុំនឹងស្លាប់ប្រសិនបើខ្ញុំធ្វើវាអ្នកថែរក្សាផ្ទះជាវ៉ាមានជំងឺធ្ងន់ធ្ងរគ្រូពេទ្យបាននិយាយថាគាត់នឹងមិនរស់បានលើសពី 2-3 ថ្ងៃទេខ្ញុំចង់ដាក់ពាក្យសុំការលើកលែងទោសផ្នែកវិទ្យាសាស្ត្រសម្រាប់គាត់បាទខ្ញុំឈឺខ្ញុំមានជំងឺដែលមិនអាចព្យាបាលបានជាស្ថាពរគាត់បានកុហកនៅពេលដែលខ្ញុំសុំឲ្យគាត់ដាក់ពាក្យសុំការដោះលែងឲ្យមានសេរីភាពផ្នែកវិទ្យាសាស្ត្រនេះជារបាយការណ៍ពិនិត្យសុខភាពពិតរបស់ឆែវ៉ាន់នេះគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាគាត់មានសុខភាពល្អគ្មានជំងឺតើបាយការណ៍ពិនិត្យសុខភាពប្រភេទណានេះជារឿងคล้ายនេះមិនមែនជារបស់ខ្ញុំទេមានសុខភាពល្អហេតុអ្វីបានជាអ្នកនិយាយថាគាត់មានជំងឺមហារីកត្រូវការលើកលែងទោសផ្នែកវិទ្យាសាស្ត្រតើអ្នកកំពុងព្យាយាមក្លែងបន្លំកំណត់ត្រាវិទ្យាសាស្ត្រមែនទេដើម្បីជួយគាត់ឲ្យរួចផុតពីទោសប្រហារជីវិតការក្លែងបន្លំជំងឺការដោះលែងដោយមានលក្ខខណ្ឌលើកលែងទោសផ្នែកវិទ្យាសាស្ត្រមានផលវិបាកផ្នែកច្បាប់អ្នកត្រូវពន្យល់យ៉ាងច្បាស់អំពីអ្វីដែលបានកើតឡើងបើមិនដូច្នោះទេពួកគេនឹងត្រូវនាំខ្លួនទៅស៊ើបអង្កេតអ្វីខ្ញុំមិនដឹងទេតើអ្នកមិនបានប្រាប់យើងទេថាអ្នកមានជំងឺធ្ងន់ធ្ងរអ្នកបានក្លែងបន្លំកំណត់ត្រាវិទ្យាសាស្ត្ររបស់អ្នកត្រូវហើយសៀវ៉ាន់បានសូកប៉ាន់គ្រូពេទ្យម្នាក់គ្រូពេទ្យរូបនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតអ្នកអាចទៅគ្រួសារហេបានមិនអីទេតើយើងនឹងជួបគ្នានៅពេលណាសៀវ៉ាន់តើអ្នកមានផ្ទៃពោះមែនទេតើការមានផ្ទៃពោះពិតប្រាកដในអនាគតទេគ្រាន់តែដោយសារតែគាត់មានចរិតឆេវឆាវជាមួយយើងឲ្យវាចេញទាំងអស់យើងជាក្រុមគ្រួសារឈាមក្រាស់ជាងទឹកតើ